វាអាចក្លិនពីតម្រងម៉ាស៊ីនត្រជាក់បាទមានសត្វងាប់នៅក្នុងនឹងមាននេះមាននោះមានកាកសំណល់មួយចំនួនវាចូលមកនឹងដែរអញ្ចឹងអានឹងសិតតែប៉ះហើយតែក្លិនគឺសិតតែមានរឿងហើយគាត់ថាតិចឲ្យច្រើនតែប៉ុណ្្នឹងហើយបាទអញ្ចឹងដើម្បីការពារកុំឲ្យរឿងហ្នឹងកើតឡើងគឺយើងត្រូវតែថែទាំវាជាប្រចាំជាពិសេសតម្រងនៅមុនគេមកព្រោះតម្រងខ្លះសត្វល្អិតឬក៏សត្វមួយចំនួនដូចកណ្ដុរដូចស្អីកឡាតស្អីចិញ្ចក់អីហ្នឹងវាអាចចូលទៅក្នុងនឹងបានតែដល់ពេលវាចូលក្នុងនឹងបានតែវាចេញវិញអត់រួចពេលដែលវាចេញវាអត់រួចពេលវាងាប់នៅក្នុងហ្នឹងគឺវាបញ្ចេញខ្លះហើយយើងអត់ដឹងហើយយើងហាត់វារហូតហើយមានតកៅផងមានអីផងនៅក្នុងហ្នឹងអញ្ចឹងបឺតចូលក្នុងហ្នឹងចំោះយើងជាអ្នកទទួលយកទាំងបន្ទាប់មកទៀតបើសិនជាករណីម៉ាស៊ីនត្រជាក់ដែលយើងប្រើហ្នឹងធម្មតាវាអត់ត្រូវធំក្លិនទេបាទចុះបើសិនជាធំក្លិនតើជារឿងមួយល្អហើយប៉ះពាល់សុខភាពយើងហ្នឹងបើឲ្យគិតយ៉ាងម៉េចដែរបាទបើខ្ញុំសង្កេតឃើញករណីធំក្លិនវាមាន2ទី1លេខហ្គាសបាទលេខហ្គាសបើសិនជាហ្គាសបងប្អូនប្រើឡានក្រោមឆ្នាំ2016ហ្គាសវា134A បាទនោះវាមានក្លិនបាទដល់ពេល1 2 3 4 YS ពី17ឡើងទៅអីចឹងឡានអឺរ៉ុបគេតម្រូវឲ្យប្រើហ្គាស1 2 3 4 YF អាហ្នឹងវាដូចគ្នាទេប៉ុន្តែវាអត់ក្លិនបាទវាជាហ្គាសអាប់ដេតជំនាន់ថ្មីវាមានហានិភ័យមួយចំនួនប៉ុន្តែយើងអត់និយាយអាហ្នឹងហ្គាសហ្នឹងវាអាចធំក្លិនបាទធំក្លិនអញ្ចឹងទៅបងប្អូនចេះតែអាចធំក្លិនដោយសារហ្គាសណាបាទធំក្លិនហ្គាសហ្នឹងទៅក៏វាមិនល្អដែរយើងហិតនៅក្នុងបរិយាកាសមួយបិទចិត្តនៅក្នុងឡានជួនកាលដាក់ខ្យល់អត់ឲ្យបឺតមកពីក្រៅទៅឲ្យវិលចុះវិលឡើងក្នុងហ្នឹងទៀតអញ្ចឹងយើងអង្គុយស្រូបអាហ្នឹងរហូតទៅវាក៏មិនល្អដែរដូចបងមានប្រសាសន៍មុនហ្នឹងអញ្ចឹងយើងជជែកគ្នានៅក្រៅឆាកហ្នឹងយើងថាបើសិនជាយើងចេះតែបញ្ចូលហ្គាសឃើញអញ្ចឹងហើយតែបញ្ចូលហើយហិតទៀតបញ្ចូលហើយហិតទៀតអញ្ចឹងដូចយើងជក់ហ្គាសហ្នឹងចូលនៅក្នុងខ្លួនសួតយើងអញ្ចឹងវាខ្ញុំថាហានិភ័យវាមានច្រើនហ្នឹងទៅខាងវិទ្យាសាស្ត្រគេបញ្ជាក់ទៀតប៉ុន្តែខ្ញុំជឿថាវាអត់សុវត្ថិភាពទេបាទហើយចំពោះការធំក្លិនមួយទៀតក៏អញ្ចឹងដែរដោយសារកញ្ច្រែងហ្នឹងវាសើមវាដុះផ្សិតដុះស្លែយើងនិយាយទៅថាដុះស្លែដែលយើងអត់បានសម្អាតភ្លេចអីភ្លេចធ្វើការមិនតំណិនអីអញ្ចឹងទៅវាមានបញ្ហាធំក្លិនផ្ដុះអញ្ចឹងដែរអាហ្នឹងក៏អាចប៉ះពាល់ព្រោះផ្សិតបាក់តេរីអីវានៅតាមហ្នឹងអញ្ចឹងបាទចឹងបើខ្ញុំយល់ថាពេលដែលយើងមានបញ្ហាក្លិនចម្លែកត្រូវតែទៅរកដំណោះស្រាយបាទចុះបងអញ្ចឹងសរុបសេចក្តីមកបងយល់ថាបើធំក្លិនគឺប៉ះពាល់ហ่ะបាទប៉ះពាល់តិចច្រើនគឺដឹងតែមានហ្នឹងបាទអញ្ចឹងដូចករណីដែលបងលើកឡើងមកអញ្ចឹងហ្គាស1 2 3 4YS វាអត់ក្លិនតែវាអាចនឹងងាយឆេះជាងបាទហើយតាក់ទងនឹងហ្គាស134វិញបាទហ្នឹងគឺវាក្លិនសាហាវតែម្ដងហើយពេលខ្លះយើងអត់ដែលហិតក្លិនហ្នឹងយើងអត់ចាប់អារម្មណ៍ក្លិនហ្នឹងអញ្ចឹងមានថាហ្គាសវាចូលក្នុងខ្លួនយើងរហូតបាទចឹងហើយជាករណីមួយដែលយើងធ្លាប់ឃើញថាអង្គុយក្នុងឡានស្រាប់តែមាននេះមាននោះកាត់ឡើងណាវាអាចមានរឿងអីផ្សេងដែលយើងអត់ដឹងហើយក្លិនមួយទៀតដែលវាមកគឺមកពីតាក់ទងទៅនឹងស្លែតាក់ទងនឹងផ្សិតដែលមាននៅក្នុងហ្នឹងដែលយើងអត់បានលាងត្រឹមត្រូវឥឡូវគេលាងគេអត់ចាំបាច់ទៅដោះទេគេមានម៉ាស៊ីនគេមានកាមេរ៉ាគេលូកទៅលាងតែម្ដងអញ្ចឹងងាយមែនតើមួយទៀតវាអាចក្លិនពីតម្រងម៉ាស៊ីនត្រជាក់មានសត្វងាប់នៅក្នុងហ្នឹងមាននេះមាននោះមានកាកសំណល់មួយចំនួនវាចូលមកហ្នឹងដែរចឹងអានឹងសិតតែប៉ះហើយតែក្លិនគឺសិតតែមានរឿងហើយគាត់ថាតិចឲ្យច្រើនតែប៉ុណ្្នឹងឯងបាទអញ្ចឹងដើម្បីការពារកុំឲ្យរឿងហ្នឹងកើតឡើងគឺយើងត្រូវតែថែទាំវាជាប្រចាំជាពិសេសតម្រងនៅមុនគេហ្មងព្រោះតម្រងខ្លះសត្វល្អិតឬក៏សត្វមួយចំនួនដូចកណ្ដុរដូចស្អីកឡាតស្អីចិញ្ចក់អីហ្នឹងវាអាចចូលទៅក្នុងហ្នឹងបានតាដល់ពេលវាចូលក្នុងហ្នឹងបានតែវាចេញវិញអត់រួចពេលដែលវាចេញវាអត់រួចពេលវាងាប់នៅក្នុងហ្នឹងគឺវាបញ្ចេញខ្លះហើយយើងអត់ដឹងហើយយើងហិតវារហូតហើយមានតកៅផងមានអីផងនៅក្នុងហ្នឹងអញ្ចឹងបឺតចូលក្នុងហ្នឹងចំោះយើងជាអ្នកទទួលយកទាំងអស់អាហ្នឹងក៏ធ្លាប់ឃើញដែរករណីកណ្ដុរងាប់និយាយថាសត្វបាទភាគច្រើនយើងឃើញកណ្ដុរជីងចក់អីអញ្ចឹងចាជីងចក់វាមិនសូវធ្ងន់ធ្ងរបាទវាទូប៉ុន្តែបើកណ្ដុររៀងចាស់ដៃដែរចាស់ដៃអាហ្នឹងហើយល្មមតែវាចេញក្លិនមកមិនដឹងវាលួយប្រហែល10ថ្ងៃហើយបាទអាហ្នឹងធ្ងន់ធ្ងរណាស់អញ្ចឹងមានថាបើសិនជាធំក្លិនមិនស្រួលភ្លាមតែជាងបាទតែរោគដំណោះស្រាយបើយើងនិយាយទៅនិយាយពាក់ព័ន្ធរឿងហ្គាសធំក្លិនបាទបងប្អូនអាចសង្កេតបានហើយថាឡានរបស់យើងក្រោមនិយាយឲ្យស្រួលស្ដាប់ក្រោមឆ្នាំ2016ហ្គាសធំក្លិន
លើសហ្នឹងអាចអត់ធំក្លិនជាពិសេសឡានអឺរ៉ុបប៉ុន្តែបើឡានអាស៊ីដែលនាំចូលមកស្រុកយើងនេះនៅតែប្រើ នៅហ្គាសចាស់ទេ ហ្គាសចាស់ដដែលទេអញ្ចឹងស្រួលទេបើធ្លាយកញ្ចែងអីយើងដឹងភ្លាមបាទទី1ថយត្រជាក់ទី2វាធំក្លិនបាទអញ្ចឹងធំក្លិនអីមួយគឺត្រូវតែចាត់ចែងជាបន្ទាន់បាទវាប៉ះទាំងអស់បាទតិចឲ្យច្រើនព្រោះសំខាន់លើក្លិនស្អីមកបាទហ្នឹងហើយបាទ